បាទខ្ញុំសូមគោរពនិងជម្រាបសួរបងប្អូនទស្សនិកជនទាំងអស់ទីគោរពស្វាគមន៍អានខ្ញុំខ្ញុំនាំអារម្មណ៍បងប្អូនមកទស្សនាដំណើរកំសាន្តនៅទេសភាពដ៏ស្រស់ស្អាតស្ថិតនៅក្នុងតំបន់ភូមិជនបទក្នុងទឹកដីគុំខ្សឹមស្រុកស្នួលខេត្តបរចេះគឺឃើញហើយជាលក្ខណៈធម្មជាតិមានពណ៌បៃតងគឺស្រងាត់សូមរំលឹកដែរថានៅទីនេះជាអតីតគឺជាតំបន់ព្រៃរីករាយមួយគ្មានមនុស្សពុះនៅទេតែបច្ចុប្បន្ននេះដោយសារមានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជារបស់យើងតាំងពីដំណាក់កាលនៅក្រមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅទីកម្ពុជារបស់យើងនឹងបន្តមកដល់សម្ដេចបវរធិបតីហ៊ុនម៉ាណែតជារដ្ឋមន្ត្រីនៅអាណត្តិទី7នេះនឹងក្រមការដឹកនាំរបស់លោកសំណាលដែលជាស្ថាបនិកមួយផ្នែករបស់រាជរដ្ឋាភិបាលគ្រប់គ្រងក្នុងទឹកដីស្រុកស្នួលបានរៀបចំនិងអភិវឌ្ឍភូមិច្រើនក្នុងស្រុកស្នួលរបស់យើងជាក់ស្ដែងដូចជាក្នុងភូមិនេះគឺមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់មែនទែនមានតាំងពីសាលារៀនមានតាំងពីភ្លើងអគ្គិសនីគ្រប់គ្រាន់មានក្រុមហ៊ុនវិនិយោគផ្សេងៗនៅជុំវិញតំបន់នេះបង្កលក្ខណៈឲ្យប្រជាពលរដ្ឋនៅក្នុងភូមិនិងប្រជាពលរដ្ឋចំណាក់ស្រុកផ្សេងៗមកពីតំបន់ផ្សេងៗមកពីខេត្តផ្សេងៗមកធ្វើការនៅទីនេះបង្កទៅជាមនុស្សច្រើននិងបងប្អូនប្រជាពលរដ្ឋយើងនៅក្នុងភូមិមានការលក់ដូរឬក៏អ្នកបងប្អូនយើងចំណាក់ស្រុកពួកគាត់ក៏មានការលក់ដូរនៅក្នុងតំបន់ក្រុមហ៊ុននៅតាមបណ្ដាភូមិនេះបង្កើតនៅប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋរបស់យើងគួរឲ្យកត់សម្គាល់ Thank you.